បាទសួស្តីបងប្អូនសិស្សានុសិស្សសួស្តីមិត្តអ្នកសិក្សាគ្រប់គ្នាបាទថ្ងៃនេះយើងមកសិក្សានៅប្រធានបទសំណេរបែបពន្យល់មួយទៀតដែលមានទស្សនៈមួយលើកឡើងថាដើម្បីអភិវឌ្ឍប្រទេសជាតិគេតែងតែយកចិត្តទុកដាក់កែលម្អធនធានមនុស្សចូលពន្យល់ឲ្យបានស្មុគស្មាញអញ្ចឹងបងប្អូនតែងតែបានសិក្សានៅសំណេរតែងតែដឹងហើយថាសំណេរបែបពន្យល់គឺគេមានគោលវិធីមានទម្រង់របស់វាចឹងបើបងប្អូនមានចម្ងល់តើតើទម្រង់អីផ្សេងបងប្អូនថ្មីអាចចូលទៅសិក្សានៅក្នុង channel របស់លោកគ្រូនេះក៏បានឬក៏ channel ផ្សេងៗទៀតដែលនិយាយបកស្រាយទៅទម្រង់ចឹងបើមិនបានចូលទៅបកមើលលម្អិតទេអាចមកមើលនៅក្នុងវីដេអូនេះក៏បានដែរលោកគ្រូនឹងបកស្រាយខ្លះៗតើតើទៅនឹងទម្រង់នៃសំណេរតែងសេចក្តីបែបពន្យល់ដែលតែងតែចេញនៅក្នុងការប្រឡងនានាដូចជាប្រឡងឌីប្លូមប្រឡងបាក់ឌុបអីជាដើមហ្នឹងហើយមុននឹងឈានដល់ការបកស្រាយពន្យល់ពីរបៀបរបបនៃការសរសេរការចុះដើមបន្ទាត់នេះការអីហ្នឹងលោកគ្រូសូមឲ្យបងប្អូនសិស្សានុសិស្សនិងមិត្តអ្នកតាមដាន channel និងវីដេអូនេះអ្នកដែលមិនទាន់បានចុច subscribe channel លោកគ្រូអាចជួយចុចជាវ subscribe channel លោកគ្រូដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗជាបន្តទៀតដើម្បីជាការលើកទឹកចិត្តដល់លោកគ្រូផងដែរបាទអញ្ចឹងយើងមកសិក្សាសំណេរទាំងអស់ជាលក្ខណៈលម្អិតតែម្ដងលោកគ្រូតែងតែបញ្ជាក់ឲ្យការសិក្សាសំណេរបែបពន្យល់ក្តីបែបភាសាក្តីបែបប្រៀបធៀបក្តីបងប្អូនត្រូវមើលប្រធាននេះណាមើលប្រធានឲ្យយល់ណាអញ្ចឹងប្រធាននេះគឺថាដើម្បីអភិវឌ្ឍប្រទេសជាតិគេតែងតែយកចិត្តទុកដាក់កែលម្អធនធានមនុស្សអញ្ចឹងតើតើទៅនឹងការអភិវឌ្ឍហើយនឹងការធ្វើឲ្យអភិវឌ្ឍប្រទេសជាតិហ្នឹងគេយកចិត្តលើអីណាអញ្ចឹងយើងមើលនៅក្នុងសេចក្តីទាំងមូលអញ្ចឹងនៅក្នុងនេះយើងមានតួផ្ដើមសេចក្តីវាមាន3ចំណុចមានលំនាំបញ្ហាចំណូលនិងចំណោទអញ្ចឹងនេះគឺជាគោលគ្រឹះនៅក្នុងសំណេរអញ្ចឹងចាប់ពីហ្នឹងមកចំណុចនេះគឺជាផ្ដើមសេចក្តីនឹងផ្ដើមសេចក្តីមាន3ចំណុចអញ្ចឹងតើបងប្អូនអាចសរសេរបាននៅ3ចំណុចបានទេអញ្ចឹងបើយើងអានអត្ថបទហើយយល់ពីប្រធានហើយយើងអាចតែងឲ្យទៅតាមគម្រោងហ្នឹងអញ្ចឹងមើលនេះជាទូទៅនៅក្នុងកតិសៈណាក៏ដោយសង្គមជាតិនីមួយៗរមែងចង់បានមនុស្សដែលប្រកបដោយសោភ័ណណាព្រោះពួកគេពុំគ្រាន់តែធ្វើឲ្យខ្លួនមានសេចក្តីថ្លៃថ្នូរប៉ុណ្ណោះទេគេថែមទាំងផ្ដល់វិភាគទានយ៉ាងច្រើននៅក្នុងការស្ថាបនាជាតិអញ្ចឹងចាប់ពីចំណុចហ្នឹងពីចំណុចនឹងមកដល់ចំណុចមួយនេះគឺជាលំនាំបញ្ហាដែលយើងនិយាយទៅនឹងបញ្ហាទូទៅរបស់ប្រធានដោយប្រធាននេះនិយាយអំពីការវិវត្តប្រទេសជាតិត្រូវតែតម្រូវឲ្យយើងយកចិត្តទុកដាក់លើធនធានមនុស្សអញ្ចឹងក្នុងនេះក៏ជាការនិយាយទៅនឹងធនធានមនុស្សដែរណាដូចនេះហើយទើបមានសម្ដីមួយលើកឡើងថាដើម្បីអភិវឌ្ឍប្រទេសជាតិគេតែងតែយកចិត្តទុកដាក់កែលម្អធនធានមនុស្សអញ្ចឹងចាប់ពីចំណុចហ្នឹងមកចំណុចនេះគឺជាចំណូលបញ្ហានិងចំណូលបញ្ហាបងប្អូនត្រូវចាំថាយើងត្រូវមានសរសេរ clear មួយដែលឈានទៅដល់ការទាញនៅប្រធានចូលណានេះគេទាញនៅប្រធានចូលអញ្ចឹងនៅក្នុងលំនាំបញ្ហាគេសរសេរតទៅនឹងប្រធានបានត្រឹមត្រូវហើយចំណូលបញ្ហាក៏គេបានលើកយកនៅចំណូលមកបានត្រឹមត្រូវល្អរបស់គេហើយអញ្ចឹងយើងមើលនៅក្នុងចំណោទបញ្ហាការចោទសួរប្រធានបែបពន្យល់យើងជួរទៅតាមប្រធានពន្យល់តើសម្ដីនេះមានន័យដូចនេះខ្លះអញ្ចឹងការចោទសួរនេះក៏ត្រឹមត្រូវទៅតាមប្រធានពន្យល់ដែរអញ្ចឹងយើងត្រូវជៀសវាងការចោទសួរទៅប្រធានពន្យល់ទៅជាចោទសួរបែបវិភាសាបែបប្រៀបធៀបអីវិញអូខេអញ្ចឹងនៅក្នុងផ្ដើមសេចក្តីគឺមានគ្រប់ចំណុចរបស់គេហើយអញ្ចឹងយើងមើលនៅក្នុងតួសេចក្តីវិញតួសេចក្តីគឺមានឃ្លាភ្ជាប់សេចក្តីមុនឈានចូលដល់ការបកស្រាយប្រធានខាងលើបានបោះក្បាយយើងត្រូវយល់ន័យរបស់ពាក្យធនធានជាមុនសិនអញ្ចឹងនៅក្នុងនេះលោកតែបញ្ជាក់នៅក្នុងការសរសេរឃ្លាភ្ជាប់សេចក្តីហ្នឹងពេលខ្លះយើងអាចទាញនៅអ្វីដែលយើងចង់បញ្យល់ចូលនឹងក៏បានយើងមិនបាច់ទាញនៅចំណុចដែលយើងត្រូវបញ្យល់នឹងមកដាក់ក៏បានដែរតែក្នុងនេះអ្នកសរសេរគេបានទាញយកប្រធានហ្នឹងទាញយកពាក្យណាដែលគេចង់បញ្យល់មកដាក់ក្នុងហ្នឹងអញ្ចឹងនៅក្នុងការបញ្យល់ពាក្យកន្លឹះគេនឹងបញ្យល់ពាក្យថាធនធានមនុស្សនឹងឯងយើងចូលដល់ការបញ្យល់ពាក្យកន្លឹះគេបញ្យល់ធនធានមនុស្សគឺជាមនុស្សដែលប្រកបដោយចំណេះដឹងខ្ពស់មានចំណេះធ្វើនិងមានសិលធម៌ដ៏ប្រពៃ
ចឹងនៅក្នុងហ្នឹងបងអូនអាចពន្យល់តកតងទៅនឹងពាក្យថាអភិវឌ្ឍប្រទេសជាតិទៀតក៏បានដែរណាយើងអាចពន្យល់អភិវឌ្ឍប្រទេសជាតិមួយទៀតក៏បានដែរព្រោះវាអាចថាវាជាពាក្យគន្លឹះក្នុងហ្នឹងដែរណាយើងអាចពន្យល់ហ្នឹងហើយយើងអាចពន្យល់ចំណុចនេះមួយទៀតណាពីហ្នឹងមកធនធាននោះមកអញ្ចឹងយើងមើលនៅក្នុងនេះគេបញ្យល់តែធនធាននោះមួយទេអញ្ចឹងក៏មិនអីដែរប៉ុន្តែបើយើងបញ្យល់អភិវឌ្ឍជាតិទៀតក៏រត់តែល្អអញ្ចឹងយើងមើលនៅចំណុចដែលគេបកស្រាយអំពីអត្ថន័យរបស់ប្រធានខាងលើចង់មានសេចក្តីថាដើម្បីអភិវឌ្ឍប្រទេសជាតិគេតែងតែយកចិត្តទុកដាក់រៀបចំកែលម្អមនុស្សដែលមានចំណេះដឹងចំណេះធ្វើនិងអ្នកមានសិលធម៌នៅក្នុងខ្លួនអញ្ចឹងមានថាដើម្បីឲ្យប្រទេសជាតិមួយរីកចម្រើនគេត្រូវផ្ដោតទៅលើធនធានមនុស្សជាសំខាន់តែធនធានមនុស្សទៀតសោតក៏ត្រូវតែមានចំណេះមានសិលធម៌មានជីវៈត្រឹមត្រូវចំពោះនៅក្នុងសំណេរតែសេចក្តីដែលរៀបរៀងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៅត្រង់ការបកស្រាយប្រធានមួយនេះគេត្រូវចុះដើមបន្ទាត់ណាត្រូវចុះដើមបន្ទាត់ចាប់ពីឆ្នាំមកណាចុះដើមបន្ទាត់មួយទៀតហ្នឹងទៅតាមអ្វីដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍសិក្សារបស់ក្រសួងអប់រំអញ្ចឹងយើងអាចចុះដើមបន្ទាត់មកក៏បានណាព្រោះជាការប៉ុណ្ណានៅលើពិភពលោកនេះប្រទេសដែលអភិវឌ្ឍបានតើតែប្រទេសនោះសម្បូរទៅដោយធនធានមនុស្សដែលអាចបម្រើប្រទេសជាតិរបស់គេឲ្យមានការរីកចម្រើនលូតលាស់ខាងផ្នែកវិស័យសុខាភិបាលសេដ្ឋកិច្ចកសិកម្មឧស្សាហកម្មសិប្បកម្មរោងចក្រទូធំជាដើមអញ្ចឹងប្រទេសដែលមានការអភិវឌ្ឍល្អតតែប្រទេសនោះមានធនធានមនុស្សមានធនធានមនុស្សដែលល្អអាចប្រើការនៅក្នុងសង្គមបានហើយការអភិវឌ្ឍនេះជាសោតត្រូវផ្ដើមចេញពីមនុស្សដែលប្រកបដោយចំណេះដឹងខ្ពស់សមត្ថភាពដ៏ប៉ិនប្រសប់ចរិយាសម្បត្តិល្អប្រសើរធ្វើការប្រកបដោយមនសិការព្រមទាំងមានជំនាញច្បាស់លាស់ខាងអ្វីមួយអញ្ចឹងហើយបាននៅក្នុងការរៀនដូចយើងដោយបងប្អូនដែលកំពុងរៀននេះគឺថាចំណេះដឹងទូទៅគឺមិនទាន់ចូលជំនាញទេអញ្ចឹងបងប្អូនត្រូវរៀនឲ្យគ្រប់ហើយគឺសូមបញ្ជាក់មួយទៀតបើបងប្អូនចង់ចាប់យកជំនាញអ្វីបងប្អូនត្រូវគិតឲ្យហើយចាប់ពីថ្នាក់ទី10ទី11ទី12ទៅសម្រួចនៅឯកទេសដែលគួរនឹងចាប់នៅពេលចប់បាក់ឌុបណាថាគួរចូលចិត្តអីចូលចិត្តខាងវិស្វកម្មចូលចិត្តខាងពេទ្យចូលចិត្តខាងគ្រូឬក៏ចូលចិត្តខាងឯកទេសច្បាប់ឬក៏ជំនួញឬក៏សេដ្ឋកិច្ចយើងត្រូវសម្រួចនៅអ្វីដែលយើងចង់បានហ្នឹងចាប់ពីថ្នាក់ទី10ទី11ទី12ទៅណាជាក់ស្ដែងនេះជាការបង្ហាញពីការលើកទៅដូចជាប្រទេសសិង្ហបុរីទោះបីប្រទេសនេះតូចក៏ពិតមែនតែប្រទេសនេះមានការអភិវឌ្ឍជឿនលឿនជាងប្រទេសធំដទៃទៀតដោយសារគេមានធនធានមនុស្សសម្បូរបែបដែលមានសមត្ថភាពអាចកសាងប្រទេសជាតិឲ្យមានការរីកចម្រើនលើផ្នែកបច្ចេកទេសខាងសំណង់អគារនិងវិទ្យាសាស្ត្រជាដើមអញ្ចឹងនេះជាទិលហេកយ៉ាងជាក់ស្ដែងដែលបង្ហាញថាប្រទេសសិង្ហបុរីនេះទោះបីតូចมันមានធនធានធម្មជាតិច្រើនក៏ពិតមែនប៉ុន្តែគេបានក្លាយជាប្រទេសដែលមានប្រជាពលរដ្ឋមានចំណូលខ្ពស់និងហើយជាប្រទេសដែលអាចដើរហើរទៅកន្លែងទៅតំបន់ប្រទេសនៅអឺរ៉ុបនៅលោកខាងលិចដោយមិនបាច់សុភាអីច្រើនទេគាត់តែឃើញប៉ាសពតគេឲ្យទៅតែម្ដងដោយសារតែប្រទេសគេមានGDP ចំណូលរបស់ប្រជាពលរដ្ឋនឹងច្រើនណាប្រទេសយើងត្រូវការសម្ភាសត្រូវការអីដោយសារយើងគេខ្លាចទៅនៅស្រុកគេដោយលំបាកព្រោះស្រុកយើងមាន GDP ឬក៏ចំណូលប្រជាជនទាបហ្នឹងទៅប៉ុន្តែពីមុនឡើយប្រទេសសិង្ហបុរីនឹងកាលពីសម័យសង្គមរាស្ត្រនិយមក៏បានមកសិក្សាតទៅនឹងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរយើងដែរដែលសម័យសង្គមរាស្ត្រនិយមប្រទេសយើងក៏មានការរីកចម្រើនមានរោងចក្រផលិតឡានអីឬក៏គ្រឿងបំលាស់រថយន្តផ្សេងក៏មាននៅស្រុកខ្មែរដែរតែសប្តាហ៍យើងអត់ទាន់មានទេណាដោយសារការរីកចម្រើនលើគ្រប់ផ្នែកនេះហើយទើបធ្វើឲ្យប្រទេសសិង្ហបុរីក្លាយជាប្រទេសនាគមួយក្នុងចំណោមប្រទេសនាគទាំង4នៅអាស៊ីពិតមែនហើយអូខេប្រទេសរីកចម្រើនឬអន់ថយអាស្រ័យលើការយល់ដឹងរបស់ប្រជាជននៅក្នុងប្រទេសនោះអញ្ចឹងបានថាតើយើងចង់ឲ្យប្រទេសរីកចម្រើនខ្លាំងតើយើងគិតគូរដល់វិស័យអប់រំមិនមែនគិតគូរទៅលើវិស័យផ្សេងទេការគិតគូរលើវិស័យអប់រំនេះទៀតសោតទី1គឺត្រូវឲ្យលោកគ្រូអ្នកគ្រូដែលជាអ្នកបង្រៀននៅក្នុងវិស័យមួយនេះគាត់អាចមានលទ្ធភាពរស់នៅបានសមរម្យមានប្រាក់ឈ្នួលមានប្រាក់បៀវត្សអាចសល់មិនមែនត្រឹមតែមួយចាយស្ឹងតែមិនគ្រប់នោះទេព្រោះថាកាលណាបើគាត់មិនមានប្រាក់បៀវត្សគ្រប់គ្រាន់គេថាគាត់
mình ai trầm ta rộng gì ta pưng lư ta bạc bị vọt rọt tại một mục tiêu nhưng có từ từ rộng ít sen việt hai có tái bao sân chi bạc bị vọt kêu nâng miền cục cron ai sol sầm rạp về quạt từ ca chư cát anh nâng mình menថាបុគ្គលណាមួយដែលមានអាចប្រាក់វិវត្តអាចសល់ចាយសំរុំហើយខំប្រឹងទៀតទេទាំងខ្ញុំទាំងគេណាឲ្យតែមានប្រាក់វិវត្តដែលគ្រប់គ្រាន់អាចធ្វើឲ្យជីវភាពរស់នៅបានសមរម្យមិនខ្វះខាតមានកន្លែងស្នាក់នៅមានអីប្រើប្រាស់គ្រប់គ្រាន់ដូចគេគឺគាត់ប្រកាសជាខំប្រឹងប្រែងបង្រៀនហើយណាបង្រៀនឲ្យគាត់មិនទៅរកអីក្រៅទៀតទេអាហ្នឹងគឺជាចំណុចមួយសំខាន់មួយដែរណាតើតើប្រាក់វិវត្តតែផ្ទុយមកវិញបើប្រទេសដែលគ្មានធនធានមនុស្សប្រទេសនោះនឹងចុះអន់ថយជាមិនខានដោយសារខ្វះខាតការយល់ដឹងមនុស្សនេះឯងហ្នឹងគឺជាការបរិយាយនៅក្នុងតួសេចក្តីហើយចូលនេះគឺនិយាយរួមមកអានេះចូលគណៈចំណុចមួយទៀតគឺហៅថាមតិស្រុកមតិហ្នឹងនៅក្នុងកម្មវិធីរបស់ក្រសួងអប់រំគេត្រូវចុះដើមទាត់សប្តាហ៍ហ្នឹងដោយសារគេកំណត់ថាត្រូវចុះដើមទាត់នៅក្នុងនាយកដ្ឋានអវកម្មវិធីសាស្ត្រអញ្ចឹងយើងចុះដើមទាត់មកដល់ពេលយើងសេពេញណាក្នុងស្រុកមតិហ្នឹងនិយាយជារួមមកដើម្បីអភិវឌ្ឍប្រទេសជាតិគេត្រូវយកចិត្តទុកដាក់កែលម្អធនធានមនុស្សជាកត្តាចម្បងព្រោះធនធានមនុស្សមានសារៈសំខាន់នៅក្នុងការកំណត់ការកំណត់ជោគវាសនានៃប្រទេសជាតិណាផ្ទុយទៅវិញបើសង្គមជាតិមិនយកចិត្តទុកដាក់លើធនធានមនុស្សទេប្រទេសនោះនឹងក្លាយជាប្រទេសក្រីក្រនឹងអាចធ្វើឲ្យប្រទេសផ្សេងទៀតឈ្លានពានទឹកដីបានអាហ្នឹងជាសរុបមតិឡើងវិញណាអញ្ចឹងយើងគួរតែគិតឡើងវិញតទៅនឹងយើងបើយើងចង់ឲ្យប្រទេសជាតិរីកចម្រើនទី1គឺត្រូវអភិវឌ្ឍធនធានមនុស្សហើយអភិវឌ្ឍធនធានមនុស្សទៅបានគឺអាស្រ័យលើមានប្រាក់បៀវត្សរបស់លោកគ្រូអ្នកគ្រូគ្រប់គ្រាន់អញ្ចឹងគាត់អាចមានពេលវេលាច្រើនក្នុងការស្រាវជ្រាវមេរៀនដើម្បីបង្រៀនឲ្យបានគ្រប់គ្រាន់ដល់សិស្សានុសិស្សទាំងអស់ឲ្យបានពេញសមត្ថភាពរបស់គាត់តែគាត់មិនមានប្រាក់បៀវត្សគ្រប់គ្រាន់ទេគាត់ប្រកាសជាខំប្រឹងប្រែងរកក្រៅយើងមិនទៅមានពេលវេលាក្នុងការស្រាវជ្រាវមេរៀនបង្រៀនសិស្សមិនបានពេញលេញជាដើមហ្នឹងជាបញ្ហាដែរណាហ្នឹងជាបញ្ហាដែរអញ្ចឹងយើងគួរគិតនៅក្នុងចំណុចហ្នឹងដែរអញ្ចឹងតើតើមេរៀននេះចំណុចនេះគឺមានគំនិតអប់រំល្អមែនតើណាតាមរយៈការបកស្រាយប្រធានខាងលើខ្ញុំយល់ថាប្រធាននេះពិតជាមានអត្ថន័យដ៏ល្អនិងមានប្រយោជន៍ដល់សង្គមជាតិទាំងមូលក្នុងនាមយើងជាអ្នកជាសិស្សយើងត្រូវតែខិតខំសិក្សារៀនសូត្រឲ្យក្លាយជាធនធានមនុស្សដែលប្រកបដោយសមត្ថភាពនិងមានជំនាញច្បាស់លាស់ដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរុងរឿងនិងសប្បាយទីមួយកាលណាបើយើងមានឯកទេសមានជំនាញពិតប្រាកដយើងអាចជួយខ្លួនឯងបានជួយគ្រួសារនិងជួយសង្គមជាតិបានទៀតផងអញ្ចឹងមានតែប៉ុណ្្នឹងទេក្នុងសម្លេងនេះបើមានចម្ងល់ទៅតាមសម្លេងនានាក្រុងឆ្អឹងឬក៏គម្រោងនៃការតែងឬក៏យ៉ាងណាបងប្អូនសិស្សមិត្តអ្នកសិក្សានៅក្នុងនេះអាចខមមិនសួរលោកគ្រូបានអញ្ចឹងលោកគ្រូមានប្រឹងសូមអរគុណនិងសូមជម្រាបលា